ព្រមឃើញពីក្រៅយ៉ាងម៉េចគេអត់ឲ្យឃើញសោះអត់ឃើញសោះមិនដឹងជាអ្នកណាគេនៅក្នុងនឹងខ្លះទេបាទយល់យ៉ាងម៉េចដែរនៅពេលដែលមានការបណ្ដេញពលរដ្ឋចេញពីក្នុងបរិវេណឲ្យមកនៅក្រៅរបងអញ្ចឹងយល់ថាគេមានល្បិចរបស់គេមានល្បិចស៊ីមានល្បិចស៊ីបាទឥឡូវអរគុណលោកពូដោយសារមានស្ត្រីម្នាក់ទៀតគាត់ចង់ផ្ដល់បទសម្ភាសន៍ទាក់ទងករណីដែរតែយើងនៅថ្ងៃជំរាបសួរបន្តជំរាបសួរបងស្រីចាជំរាបសួរខ្ញុំជាប្រជាពលរដ្ឋដែលចង់បានភាពយុត្តិធម៌ដែលខ្ញុំបានមកបោះស្លឹកឆ្នោតនេះខ្ញុំចង់បានរកយុត្តិធម៌ប៉ុន្តែមិនខ្ញុំបានជួបលោកឃ្លាំងហួតផ្ទាល់ខ្ញុំសួរគាត់ថាហេតុអីបានដេញប្រជាពលរដ្ឋចេញពីក្នុងមកក្រៅលបងសូមបញ្ជាក់តិចមានន័យថាអ្នកដែលដេញពលរដ្ឋចេញពីបរិវេណហ្នឹងគឺលោកឃ្លាំងហួតដែលជាអភិបាលខណ្ឌជ្រោយចង្វាប្រចាំការនៅនេះដេញប្រជាពលរដ្ឋចេញទទួលចេញឲ្យបានលោកឃ្លាំងហួតអញ្ជើញមកអញ្ចឹងខ្ញុំក៏ជំរាបសួរគាត់ថាលោកពូតើហេតុអីបានដេញប្រជាពលរដ្ឋចេញមិនឲ្យមើលស្លឹកឆ្នោតដែលប្រជាពលរដ្ឋដែលចង់ដឹងគាត់នឹងឆ្លើយថាច្បាប់ចេញមកពីកចបដឹងតាមមកកើតមក2ម៉ោងខ្ញុំសួរថាលោកពូអញ្ចឹងច្បាប់ហ្នឹងតាម2ម៉ោងអញ្ចឹងប្រជាពលរដ្ឋអត់ដឹងមិនអញ្ចឹងប្រជាពលរដ្ឋចង់ដឹងថាកចបនឹងចេញច្បាប់មកពីត្រង់ណាដែលចែងមកថាចេញ2ម៉ោងខ្ញុំសួរថាអូខេលោកពូប៉ុន្តែប្រជាពលរដ្ឋចង់ថាអញ្ចឹង2ម៉ោងហ្នឹងតាមចេញច្បាប់ហ្នឹងអញ្ចឹងប្រជាជនមិនដឹងបោះឆ្នោតឲ្យមិនត្រូវការចង់មកមើលស្លឹកឆ្នោតអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ឆ្លើយមកត្រង់គម្រាមយើងគាត់នឹងហៅ PM មកចាគាត់ប្រហែលដែលជួបសម្ដីជាមួយគាត់ហ្នឹងជា3ឯណា3លើបន្តិច3កន្លះចុះដល់ពេលហើយទៅបានហៀមួយទៅគាត់មកសួរច្បាប់អញ្ចឹងគាត់ថាច្បាប់មិនព្រមទៅសួរថ្នាក់លើខ្ញុំថាលោកពូជាថ្នាក់លើឲ្យទៅសួរពីណាចិត្តច្បាប់ប្រជាជនអត់ចេះច្បាប់ទេមិនអញ្ចឹងចាសូមទៅរកយុត្តិធម៌ដើម្បីចង់ដឹងស្លឹកឆ្នោតនឹងតើវាយ៉ាងម៉េចជាក់ស្ដែងនៅពេលដែលលោកឃ្លាំងហួតពមៀនថាហៅកងសមត្ថកិច្ចមានទាហានសុំទោសមាន PM និងបលីហ្នឹងក្រុមទាំងអស់ហ្នឹងមកទេមកដេញប្រសាទចឹងប្រជាជនមួយចំនួនគ្នារៀងខ្លាចប៉ុន្តែពួកខ្ញុំនៅតតាំងជាមួយនឹងគាត់ខ្ញុំនឹងត្រូវនិយាយរឿងច្បាប់ជាមួយគាត់មិនចឹងខ្ញុំត្រូវនិយាយច្បាប់ជាមួយគាត់ពីរឿងបញ្ហាដែលបោះស្លឹកឆ្នោតនេះមានន័យថាក្រុមសមត្ថកិច្ចហ្នឹងបានបណ្ដេញពលរដ្ឋចេញពីបរិវេណចាប៉ូលីសខាងក្នុងដេញហើយដេញទៀតប្រជាជនអត់ចង់ចេញទេគម្រាមត្រូវតែធ្វើតាមច្បាប់បើមិនចេញត្រូវធ្វើតាមច្បាប់អញ្ចឹងច្បាប់តែមានតែខ្នោះអញ្ចឹងប្រជាជនមានតែជាប់ខ្នោះហើយខ្ញុំក៏បានតតាំងទៀតក៏នាំគ្នាចេញមកអញ្ចឹងទៅដល់ពេលចេញមកប្រហែលជាកន្លះម៉ោងក៏លោកឃ្លាំងហួតបានមកដល់ហ្នឹងក៏បានខ្ញុំសួរច្បាប់គាត់ថាច្បាប់ទំចាញ់2ម៉ោងទេដែលចេញច្បាប់ដេញប្រជាពលរដ្ឋអត់ឲ្យដឹងពីស្លឹកឆ្នោតលោកឃ្លាំងហួតថាច្បាប់ហ្នឹងគោលជាបននៃចៃចាហើយខ្ញុំសួរខ្ញុំថាអូខេព្រោះអីច្បាប់ទំចាញ់2ម៉ោងអញ្ចឹងអូខេខ្ញុំទទួលយកបានប៉ុន្តែប្រជាជនអត់ដឹងអត់ទទួលយកបានត្រង់ហ្នឹងព្រោះអីអត់បានប្រកាសពីមុនមកមានសងច្បាប់ពីលោកឃ្លាំងហួតយកមកមើលយកមកអាននេះទេលោកមានឲ្យណាអត់ទាំងអស់គាត់ចាញ់មាត់គាត់ទាំងអស់ចាហើយចឹងប្រជាជនទាំងអស់គឺចាប់ទាំងអស់នៅការគំនាបរបស់លោកឃ្លាំងហួតទាំងអស់ហើយគេនឹងទេហៅ PM មកប្រជាជនប៉ុន្តែអត់ខ្លាចនៅតែក្រាំងអានេះនៅហ្នឹងខ្ញុំមានទំនួលចុងក្រោយចង់បញ្ជាក់បន្តិចមូលហេតុនេះបានជាប្រជាពលរដ្ឋចង់តាមដានខ្លំមើលករណីនេះសូមយ៉ាងខ្លីបានរកយុត្តិធម៌ចង់បានពីវាសនាប្រទេសជាតិចង់បានតែប៉ុណ្្នឹងអរគុណលោកស្រីដោយសារយើងមានពេលយ៉ាងខ្លីលោកជីវិតាខ្ញុំសូមបញ្ជាក់បន្តិចថានៅបរិវេណនេះក្រៅពីមានប្រជាពលរដ្ឋមកចោមរោមយ៉ាងច្រើនក៏មានខាងមន្ត្រីអង្គការសហប្រជាជាតិក៏មកខ្លំមើលនៅក្នុងស្ថានភាពនៃមណ្ឌលបោះឆ្នោតនៅក្នុងសង្កាត់ព្រៃលៀបនេះដែរបាទសូមអរគុណច្រើនលោកបាជើបាទអរគុណជំរាបលាបាទលោកអ្នកស្ដាប់ជាទីមេត្រីតកតងនឹងការដែលមន្ត្រីឃុំមិនអោយពលរដ្ឋចូលទៅមើលឬក៏ឈរតាមអើតមើលតាមទ្វារនិងតាមបង្អួចមើលការរត់ស្លឹកឆ្នោតនៅថ្ងៃនេះហ្នឹងគឺថាមន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិលោកគៀតច័ន្ទធរិទ្ធបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅមុននេះបន្តិចថាការដែលមិនអោយពលរដ្ឋនៅក្បែរការិយាល័យរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួននោះគឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់នៃដំណើរការរាប់សន្លឹកឆ្នោតលោកថាការចោមរោមរបស់ប្រជាពលរដ្ឋនៅជិតការិយាល័យរាប់សន្លឹកឆ្នោតធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ដែលអាចប៉ះពាល់និងរំខានដល់សកម្មភាពគណៈកម្មការរៀបចំការបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោតហើយសមត្ថកិច្ចដែលជាភ្នាក់ងារបសន្តិសុខបោះឆ្នោតអនុវត្តបែបនេះទៅតាមសំណូមពររបស់ប្រធានការិយាល័យបោះឆ្នោតមួយចំនួនដើម្បីកុំឲ្យមានការរំខានដល់ដំណើរការសន្លឹកឆ្នោត
บรรลุกันได้เตะตรงหนึ่งการอ้างบ่เนี่ยนวมเปียอาเกสนองการนโกอาเกสนองการทานนโกบาจิตลูกกิจจันทรัตนี้ตาการอ้างนี่คือลูกมันได้ยลเคยยังไม่ได้บ้างខ្ញុំថាមិនត្រឹមត្រូវទេដែលសម្អាងថាដើម្បីថែរក្សាសន្តិភាពបាទនេះគឺការសម្អាងនេះជាប្រើប្រាស់ច្រើនណាស់បាទណាការបំបត្តិសិទ្ធិបញ្ចេញមតិការបំបត្តិសិទ្ធិដើរហើរឬប្រជុំឬធ្វើបាតកម្មអីហ្នឹងបាទអាហ្នឹងក៏យកថារឿងសន្តិភាពហ្នឹងណាក៏ប៉ុន្តែយើងមើលស្ថានភាពមកទល់សពថ្ងៃដូចជាប្រជាពលរដ្ឋយើងនេះមានវិន័យក្រាន់បានដែរតាបាទហើយតែចូលមើលជួនអីពីមុនមកដូចអត់មានអីប៉ះពាល់ដល់សន្តិភាពទេបាទដូចនៅខ្ញុំស្រុកអីនេះគឺអត់មានប៉ះពាល់ទេតែព្រមទាំងគេចូលរួមថាខាងមិនអោយដែលជនជាតិវៀតណាមចូលទៅបោះចោលថាទៅទៀតបាទហើយគេរាប់រយនាក់អញ្ចឹងទៅគេមានសន្តិភាពរបស់គេអត់ប្រើប្រាស់អំពើហិង្សាទៅទៀតបាទខ្ញុំថាថាយើងនៅដូចជាមិនបានយល់នៅដែលចរិតរបស់ខ្មែរយើងឲ្យបានច្បាស់លាស់ក៏ជាសម្អាងទៅហើយគឺធ្វើឲ្យមានការសង្ស័យដូចជាប្រជាពលរដ្ឋគេសង្ស័យថាកែលោកមានស្អីទៀតហើយបានចេះបានជាអញ្ចឹងបាទមកទោះសប្តាហ៍ខ្ញុំឃើញឲ្យស្ដាប់ធ្លាប់សារទៅដូចជាមានវិន័យបាទប្រជាពលរដ្ឋយើងហើយយើងគួរមានមោទនភាពហើយគួរលើកទឹកចិត្តអញ្ចឹងចា៎បាទហើយដូចជានៅក្នុងការរាប់ទៅចោលអីហ្នឹងគឺនៅក្នុងការបន្ទប់វិសាមួយដែលជាមួយនេះខ្ញុំគេចូលមកខាងក្រៅការប្រកួតចូលទៅក្នុងទេបាទហើយចំណុចមួយដែលខ្ញុំចាប់ចំណុចរបស់លោកគៀតចន្ទរិទ្ធហ្នឹងគឺលោកមានប្រសាសន៍អះអាងថាការដែលមិនអោយប្រជាពលរដ្ឋទៅឈរក្បែរមើលហ្នឹងគឺជាការអនុវត្តតាមសំណូមពររបស់ប្រធានការិយាល័យបោះឆ្នោតមួយចំនួនប៉ុន្តែលោកហងពុធាគាត់ថាការធ្វើដូច្នោះហ្នឹងគឺជាការខុសច្បាប់អញ្ចឹងការហាមឃាត់របស់ហេតុនេះបានការហាមឃាត់របស់បុគ្គលមួយមន្ត្រីមូលដ្ឋានមួយអាចមានសិទ្ធិអាចប្រើប្រាស់សិទ្ធិបានរហូតដល់រំលោភច្បាប់ដោយការអះអាងរបស់ហងពុធានេះតែយ៉ាងម៉េចដែរមានជំរំយើងថាដូចជាប្រធានការិយាល័យហ្នឹងគឺក្រែងលោកគាត់មិនយល់ថាបទបញ្ជាឬនីតិវិធីឋានានុក្រមច្បាប់ឋានានុក្រមឬក៏ដែលការណែនាំរបស់គោលយោបល់នឹងឯងបាទចេះបាទមើលដូចជារឿងដែលបរិវេណការិយាល័យបោះឆ្នោតខ្ញុំទៅឃើញដែលឃើញនគរបាលគឺតាមធម្មតាគឺថែរក្សាស្រាប់ក៏ក្រៅបរិវេណបាទហើយខ្ញុំទៅឃើញក្នុងបរិវេណក្នុងសាលាហ្នឹងបាទនឹងគឺនគរបាលនៅថ្ងៃនេះបើតាមយើងសង្កេតមើលនៅទូទាំងប្រទេសនេះគឺការបោះឆ្នោតមានសភាពស្ងប់ស្ងាត់សន្តិភាពល្អណាស់គឺខ្ញុំថាប្រជាពលរដ្ឋយើងនេះគឺដូចជាសហការគ្នាហើយគឺដូចខ្ញុំថាយើងមានវិន័យមានអីដែលមានស្ដាប់ធ្លាប់ទេតាបាទយើងជាអ្នកដែលគ្រប់គ្រងតាដែលក៏ខ្លួនឯងមិនសូវមានវិន័យខ្លួនឯងហ្នឹងបាទម្ល៉េះហើយគឺហិតហិចចិត្តខ្លាចគេមានវិន័យជាងហ្នឹងបាទលោកបណ្ឌិតងាកមកការពិភាក្សានេះយើងវិញខ្ញុំឃើញរឿងដំណើរការបាទខ្ញុំឃើញថាសមាជិកក្រុមប្រឹក្សាហ្នឹងគឺដូចជាធ្វើការមិនបានដូចសាមគ្គីគ្នាបាទហើយអត់យល់ខ្លឹមសារនៃការថាក្រុមប្រឹក្សាទៅធ្វើការជាក្រុមបាទសំបីតែយើងមកពីគណៈបកណាតើគឺនៅពេលហ្នឹងគឺរឿងសាច់ការបាទយើងបម្រើជាប្រវត្តិហើយអនុវត្តច្បាប់នឹងដែលធ្វើសកម្មភាពផ្សេងដើម្បីផលប្រយោជន៍របស់សហគមន៍របស់គុំឬសង្កាត់យើងបាទចា៎ដើម្បីប្រជាពលរដ្ឋនៅក្នុងនោះបាទនៅក្នុងរស់នៅក្នុងសង្កាត់នៅឃុំនឹងបាទហើយគេគួរតែដូចជាគួរតែមានការមូលមកគ្នាបាទចា៎ហើយគឺមេដឹកនាំមេឃុំឬចៅសង្កាត់តែជាប្រធានគេហ្នឹងគួរតែមានអាចចរិតអញ្ចឹងគឺថាមានគុណធម៌របៀបអញ្ចឹងណាគឺថាយើងនាំគ្នាណាខ្ញុំជាមេឥឡូវនេះបាទយើងនាំគ្នាធ្វើការបាទកុំគិតរឿងបាក់រឿងពួកគិតរឿងនេះអនុវត្តច្បាប់ទម្លាប់ដែរបញ្ជាផ្សេងពីថាលើមកបាទហើយនឹងតែយើងធ្វើអីខ្លះដើម្បីដែលផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងដែលគេជឿតាំងយើងមកឲ្យបំរើគេមិនមែនមកធ្វើចវាយនេះគេទេបាទចា
ព្រោះយើងจะយល់ច្រឡំថាគេបោះឆ្នោតបោះឲ្យអញហើយបាទចេះបានត្រាបានតែអំណាចហ្នឹងទៅគឺទៅសម្រេចអីស្អីទេមិនមែនអញ្ចឹងទេបាទចេះអានេះខុសអីស្ដេចពីដើមជំនាន់អង្គរនោះគេរបៀបអញ្ចឹងបាទគេធ្វើបម្រើប្រជាប្រដ្ឋបាទចេះការពារប្រជាប្រដ្ឋបាទចេះលោកខ្ញុំចង់ងាកមកបន្តិចតទៅនឹងថវិការបស់គណៈបកនយោបាយបើខ្ញុំមិនយល់ច្រឡំទេលោកដែលអាចការខ្ញុំគឺច្បាប់គណៈបកនយោបាយហ្នឹងគឺតម្រូវឲ្យរដ្ឋនឹងមានការបែងចែកថវិកាខ្លះទៅដល់គណៈបកនយោបាយទាំងអស់ប៉ុន្តែមកទល់ឥឡូវការជាក់ស្ដែងគឺហាក់ដូចជាមិនមានទេអញ្ចឹងទេខ្ញុំអត់ដែលមានទេខ្ញុំបានតបតាមរយៈតម្រងនេះដែរថាគេគួរអនុវត្តនៅមាត្រា28នៃច្បាប់ស្ដីពីគណៈបកនយោបាយចែងថាមានថវិកាសម្រាប់គណៈបកក៏ប៉ុន្តែសម្រាប់ជ្រើសតាំងតំណាងរាស្ត្របាទណាជ្រើសតាំងតំណាងរាស្ត្របាទលោកស្ដាប់ជាទីមេត្រីឥឡូវនេះខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ជបកំពុងតែធ្វើសន្និសីទកាសែតបាទទាក់ទងនឹងលទ្ធផលបោះឆ្នោតបាទហើយលទ្ធផលយ៉ាងណានោះនឹងមានផ្សាយជូននៅវគ្គក្រោយរបស់យើងបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីដែលផ្សាយពិសេសក្នុងថ្ងៃបោះឆ្នោតការផ្សាយពិសេសនេះគឺចាប់ដើមពីម៉ោង 7 រហូតដល់ម៉ោង 9 កន្លះយប់ការផ្សាយពេញមួយថ្ងៃនេះនឹងចែកចេញជាច្រើនវគ្គដោយមួយវគ្គមានរយៈពេល1ម៉ោងកន្លះបាទហើយការផ្សាយវគ្គទី4នេះចប់តែត្រឹមនេះយើងនឹងចាប់ផ្ដើមផ្សាយឡើងវិញចាប់ពីម៉ោង 6 ដល់ម៉ោង 7 យប់ដែលរាយការណ៍ជូនដោយកញ្ញាចេញបញ្ជូបាទសូមលោកអ្នកនាងរងចាំទស្សនាកំបីអខានឡើយបាទហើយសម្រាប់ពេលនេះខ្ញុំអាជីវិតាព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមជូនពរលោកអ្នកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនគ្រប់ប្រការបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា